ភាសាអ៊ីតាលីប៉ុន្តែកូនខ្មែរយើងនៅសៀមរាបអ្នកធ្វើពិតតែម្ដងហើយសូម្បីតែមហាសេដ្ឋីលំដាប់នៅស្រុកខ្មែរយើងនឹងក៏គាត់ធ្លាប់បានភ្លក់រសជាតិដែរហើយនេះមិនមែនទេតែនិយាយទេគឺមានភ័ស្តុតាងត្រឹមត្រូវមានរូបថតមានអីចឹងណាគ្រាន់តែយើងអត់ហ៊ានបង្ហាញទេហើយអ្វីដែលសំខាន់ហ្នឹងគឺភាសាអ៊ីតាលីរបស់គាត់រសជាតិពិសេសមែនតើជារសជាតិស្តង់ដារដើមណាដែលគាត់រៀនពីជនជាតិអ៊ីតាលីផ្ទាល់តែម្ដងពីមុនគាត់ថាហាងគាត់ទូជាងនឹងទេប៉ុន្តែឥឡូវគាត់ចាប់ផ្ដើមកែឲ្យមានហាងរបៀបរៀងស្តង់ដារជាងមុនស្អាតជាងមុនអីចឹងទៅដោយសារតែមានភ្ញៀវឥឡូវភ្ញៀវខ្មែរក៏ចូលចិត្តញ៉ាំភីហ្សាបែបអ៊ីតាលីនេះដែរភីហ្សាហ្នឹងបែបស្ដើងបែបអីចឹងណាជាពិសេសអាភីហ្សាគេមានអាឈីសនេះអូរសជាតិគេគឺពិសេសមែនតើអ្នកនរគ្នាអាចមកសាកបានណាឈ្មោះវាគឺ Robota Cheese ដែលជាប្រភេទ pizza ដែលប្រើប្រាស់ជាមួយនឹង cheese ស្រស់ណាហើយ cheese ស្រស់នេះគឺគេធ្វើចេញពីទឹកដោះក្របីហើយកូនខ្មែរអ្នកសៀមរាបអ្នកធ្វើដូចគ្នាហើយញ៉ាំ pizza បែបចេះ fast food អីហ្នឹងណាយើងញ៉ាំជាមួយនឹងទឹកក្រូចអាយនេះចូលជាតិគ្នាមែនតើខ្មែរគ្រប់គ្រងផលិតផលខ្មែរដូចគ្នាហើយសម្រាប់ទឹកក្រូចអាយនេះរសជាតិផ្លែឈើកាន់តែសប្បាយស័ក្តិសមបំផុតជាមួយនឹងការជួបជុំគ្នាលក្ខណៈមិត្តភ័ក្តិគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់យើងណាហើយសម្រាប់ទឹកក្រូចអាយរសជាតិផ្លែឈើថ្មីឆ្ងាញ់ជាប់មាត់ Ice What the Fun ហើយសម្រាប់កន្លែងលក់ភីហ្សាបែបអ៊ីតាលីនេះនៅក្នុងក្រុងសៀមរាបផ្ទាល់តែម្ដងអ្នកដែលទៅលេងក្រុងសៀមរាបណាកុំភ្លេចចូលទៅសាកហាងរបស់គាត់ឈ្មោះថា Polo Pizza ដែលបងប្រុសនេះគាត់ពីមុនជាចុងភៅនៅហាងអ៊ីតាលីហើយគាត់បានរៀនធ្វើភីហ្សានេះចេញពីជនជាតិអ៊ីតាលីដែលជាមេចុងភៅរបស់គាត់ហើយរបៀបរបបអីហ្នឹងក្បួនខ្នាតគឺនៅដដែលទាំងអស់ដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងណាហើយសម្រាប់ភីហ្សាអ៊ីតាលីនេះគឺម្សៅរបស់គេគឺគេវាយមួយថ្ងៃគឺគេលក់តែមួយថ្ងៃទេលក់អត់គឺគេបោះចោលហើយអញ្ចឹងហើយវានៅតែរក្សានៅអាគុណភាពហើយនឹងស្តង់ដារហ្នឹងនៅតែដដែលហើយភាគច្រើនខ្ញុំបានសួរគាត់ទៅគាត់ថាសម្បូរណាស់ជនជាតិអេស្ប៉ាញដែលជាភ្ញៀវបរទេសហ្នឹងគាត់មកលេងស្រុកខ្មែរគឺគាត់ចង់សាករសជាតិភីហ្សារបស់គាត់ដែរប៉ុន្តែជាស្នាដៃរបស់កូនខ្មែរហើយគាត់ធ្វើបានល្អមែនទែនសូម្បីតែភ្ញៀវបរទេសក៏លើកមេដាយឲ្យគាត់ដែរហើយនៅហ្នឹងគឺភីហ្សារបស់គាត់មានច្រើនរសជាតិមែនទែនដូចអ្នកទាំងអស់គ្នាបានឃើញនេះអញ្ចឹងណាហើយរសជាតិដែលគេនិយមខ្លាំងជាពិសេសគឺភ្ញៀវខ្មែរហ្នឹងដូចខ្ញុំបានបញ្ជាក់ពីខាងដើមអញ្ចឹង Robota Cheese អ្នកទាំងអស់គ្នាទៅអាចទៅសាកបានណាព្រោះអី Robota Cheese របស់គាត់អា cheese ហ្នឹងគឺគេធ្វើចេញពីទឹកដោះក្របីជាប្រភេទ cheese ស្រស់តែម្ដងណាដាក់មួយម៉ាត់ទៅអូឈ្ងុយជាប់មាត់តែម្ដងហើយសំបីតែបន្លែប្លុករបស់គេហ្នឹងក៏គាត់ប្រើប្រាស់ជាមួយនឹងបន្លែ organic ដែរអញ្ចឹងអ្នកទាំងអស់គ្នាទៅញ៉ាំគឺនឹងទទួលបានអារម្មណ៍មួយបានន័យថាស្និទ្ធមាត់ហើយអត់បារម្ភរឿងរបស់អត់មានគុណភាពទេដោយសារតែគាត់ព្រៀងណាស់ក្នុងការធ្វើហើយសម្រាប់ Polo Pizza នេះគឺទីតាំងរបស់គាត់នៅចម្ងាយប្រហែលជា50ម៉ែត្រពីស្ពានអាងកពើណាអ្នកដែលស្គាល់ស្ពានអាងកពើប្រហែលជាដឹងហើយគាត់បើកលក់តាំងពីម៉ោង11ព្រឹកតទៅរហូតដល់ម៉ោង11យប់រាល់ព័ត៌មានលម្អិតបន្ថែមទៀតខ្ញុំនឹងតម្លាក់ជូននៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត